សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូខ្លីមួយពាក់ព័ន្ធនឹងម៉ាស៊ីនប៉ុស្តិ៍ខ្ញុំអាចបែងចែកជាពីរវីដេអូដោយសារតែមួយវីដេអូវាវែងពេកអញ្ចឹងវីដេអូទី1គឺខ្ញុំបង្ហាញពីគ្រឿង accessory ឬក៏ផ្នែកនៃការយល់ដឹងពីម៉ាស៊ីនប៉ុស្តិ៍អញ្ចឹងទាំងនេះនៅខាងមុខខ្ញុំនេះគឺជាម៉ាស៊ីនប៉ុស្តិ៍មួយដែលយើងប្រើប្រាស់សម្រាប់គិតលុយសម្រាប់ផ្នែក cashier ដែលគ្រប់ Starmart ហាងលក់ទំនិញធំគឺប្រើប្រាស់ម៉ាស៊ីននេះដើម្បីគ្រប់គ្រងទំនិញការលក់ចេញចូលទិន្នន័យនៃការលក់ប្រចាំថ្ងៃប្រចាំសប្តាហ៍ប្រចាំខែប្រចាំឆ្នាំដោយសារតែមុខទំនិញរបស់យើងគឺវាមានច្រើននៅក្នុង Starmart មួយរាប់ពាន់រាប់រយមុខអញ្ចឹងយើងអត់អាចលក់ដូចនៅអីវ៉ាន់តូបអីវ៉ាន់ចាប់ហួយចេះតែលក់បានទេអញ្ចឹងតកែឬក៏ក្រុមហ៊ុនគឺគេជាវម៉ាស៊ីនប៉ុស្តិ៍នេះដើម្បីយកមកប្រើការក្នុងការក្តោបទិន្នន័យផ្សេងអញ្ចឹងខ្ញុំចង់បង្ហាញពីគ្រឿង accessory វាខ្លះពាក់ព័ន្ធនឹងម៉ាស៊ីនប៉ុស្តិ៍នេះសម្រាប់ screen ខាងមុខនេះគឺជា screen ព័ត៌មានហើយគឺជា screen ដែលយើងអាចថាច់នឹងដៃបានអញ្ចឹងសម្រាប់យើងបញ្ជាមុខងារផ្សេងហើយពាក់ព័ន្ធមួយទៀតគឺប្រដាប់ scan មានន័យថារាល់តំណែងទាំងអស់គឺត្រូវមាន QR code សម្រាប់យើងបាញ់ scan ហើយការ scan ទៅលើតំណែងទាំងអស់នោះគឺបានបញ្ចូលទិន្នន័យតម្លៃរួចជាស្រេចសម្រាប់ពេលដែលយើង scan ទៅតម្លៃគឺវាចូលនៅក្នុងម៉ាស៊ីនប៉ុស្តិ៍ជាក់ស្ដែងដើម្បីបង្ហាញព័ត៌មានក្នុងការលក់របស់យើងខ្ញុំលុបpassword ចូលបន្តិចហើយនេះគឺជាទូមួយដែលយើងដាក់លុយអញ្ចឹងកន្លែងនេះពេលដែលយើងលក់អញ្ចឹងវានឹងចេញទីតាំងនៃការដាក់លក់ដូចជាផ្នែកតូចនេះគឺបើសិនជានៅប្រទេសគេគឺគេដាក់ជាប្រភេទកាក់ហ្នឹងហើយវាមានម៉ាឡុកសម្រាប់ដាក់កាក់អានេះជាលុយយើងត្រូវបែងចែកពីกระดาษតូចទៅกระดาษធំអីចឹងទៅអាហ្នឹងអាស្រ័យលើជាក់ស្ដែងដែលយើងកាប់ប្រើប្រាស់ងាយស្រួលរបស់វាហើយមួយទៀតនៅពេលដែលយើង scan មានន័យថាពេលដែលយើង confirm លក់អញ្ចឹងកន្លែងនេះគឺជាកន្លែង print វិក័យប័ត្រឲ្យភ្ញៀវមានន័យថាពេលដែលយើងបញ្ចប់នៃការលក់អញ្ចឹងយើងអាច print វិក័យប័ត្រពេលដែលយើងចុច confirm មានន័យថាយើង cache អញ្ចឹងវានឹងload ជាกระดาษ receipt ឲ្យភ្ញៀវអញ្ចឹងពេលដែលយើងអាប់លុយឬក៏លុយនោះគេបាញ់តាម QR code គឺយើងត្រូវផ្ដល់ជា receipt ទៅឲ្យភ្ញៀវអ្នកខ្លះគឺគេចង់មើល review ឬក៏អ្នកខ្លះគឺគេទិញចំណាយចំណូលគឺក្រុមហ៊ុនអ្នកចេញអញ្ចឹងគេត្រូវការ receipt នេះដើម្បីទៅឲ្យក្រុមហ៊ុនទូទាត់លុយសងគេវិញអញ្ចឹងទាំង screen នេះគឺវាមាន2នៅខាងមុខខ្ញុំមួយទៀតគឺទាំងសម្រាប់បង្ហាញព័ត៌មានដល់ភ្ញៀវអញ្ចឹងមានន័យថាពេលដែលយើងគិតលុយគឺយើងអាចបិទបាំងបានទេមានន័យថាពេលដែលយើងគិតលុយហើយពេលដែលយើង scan អញ្ចឹងទិន្នន័យនៃតំណែងហើយនឹងតម្លៃគឺវាបានបង្ហាញមកភ្ញៀវអញ្ចឹងបើសិនជាភ្ញៀវត្រូវការមើលគឺគាត់អាចឆែកមើលតម្លៃខាងមុខនេះបានអានេះ screen សម្រាប់ភ្ញៀវហើយមួយទៀតការទូទាត់លុយដោយសារតែឥឡូវយើងប្រើកង់ជាប្រភេទកង់ធនាគារអញ្ចឹងម៉ាតខ្លះគឺមានប្រភេទជាធនាគារ AVA
ហើយនឹងAC data នេះម៉ាស៊ីន AC data អញ្ចឹងមានន័យថាបើសិនជាភ្ញៀវទាមទារបាញ់ABA ក៏យើងប្រើម៉ាស៊ីនមួយនេះនិយាយរួមអានឹងអាស្រ័យលើភ្ញៀវបើសិនជាយើងខ្លាចថាបាញ់ឆ្លងកង់ឧទាហរណ៍ថាគាត់ប្រើ AC data អញ្ចឹងបើសិនជាយើងប្រើតែ ABA ជួនកាលមានករណីខ្លះគឺបាញ់លុយឆ្លងធនាគារវាមានការយឺតយ៉ាវជាក់ស្ដែងបើសិនជាពីមុនខ្ញុំប្រើតែ ABA តកែគេតម្រូវឲ្យប្រើ ABA តែមួយមុខជួនកាលបាញ់ចូលហើយគឺលុយហ្នឹងគឺលោតឡងមានន័យថាវាបែកទៅ account ម្ចាស់វិញមានថាទឹកលុយហ្នឹងអត់ចូលក្នុងគណនីរបស់តកែឬក្រុមហ៊ុនទេអញ្ចឹងតកែតម្រូវឲ្យប្រើម៉ាស៊ីន2ដើម្បីមានភាពងាយស្រួលក្នុងការលក់ហើយខ្ញុំនឹងធ្វើវីដេអូមួយទៀតពាក់ព័ន្ធនឹងមុខងារ function នៅក្នុងម៉ាស៊ីនប៉ុសនេះផងដែរបាទអរគុណជួបគ្នានៅវីដេអូទី2